ពិធីបំពេឋានន្តរស័ក្តិជួនយោធិនជានីតិហ៊ានរងនៃបញ្ជីការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំយុទ្ធភូមិភាគទី4នៅព្រឹកថ្ងៃទី10 ខែសីហាឆ្នាំ2026នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំយុទ្ធភូមិភាគទី4បានរៀបចំពិធីបំពេឋានន្តរស័ក្តិជួនយោធិនជានីតិហ៊ានរងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឧត្តមសេនីយ៍តូសំសុនមេបញ្ជាការនិងដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំនិងមេបញ្ជាការតាមបណ្ដាកងអង្គភាពនិងស្ថាប័នចំណុះបានអញ្ជើញចូលរួមផងដែរលោកវរសេនីយ៍តូសុនសមុននាយការិយាល័យទី1នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំបានឡើងអានសេចក្តីសម្រេចស្តីពីការបំពេឋានន្តរស័ក្តិដែលបានសម្រេចតាមឋានានុក្រមក្នុងនោះថ្នាក់ព្រាលបាលឯកចំនួន2នាក់ថ្នាក់ព្រាលបាលតូលចំនួន15នាក់ថ្នាក់ពលបាលឯកចំនួន19នាក់ថ្នាក់ពលបាលតូលចំនួន4នាក់ថ្នាក់ពលបាលត្រីចំនួន6នាក់សរុបចំនួន46នាក់ឧត្តមសេនីយ៍តូសំសុនបានថ្លែងនៅការគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះឯកឧត្តមមេបញ្ជាការរងកងទ័ពជើងគោកមេបញ្ជាការយុទ្ធភូមិភាគទី4និងឯកឧត្តមអគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោកដែលបានផ្ដល់សេចក្តីទុកចិត្តសម្រាប់ដំឡើងឋានន្តរស័ក្តិជូនដល់យោធិនជានីតិហ៊ានរងចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំដែលគ្រប់លក្ខខណ្ឌត្រូវបានឡើងឋានន្តរស័ក្តិហើយដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចស្របតាមលក្ខន្តិកានៃកងយុទ្ធពលខេមរភូមិន្ទឧត្តមសេនីយ៍តូសំសុនបានថ្លែងនៅការអបអរសាទរចំពោះការទទួលបាននៅឋានន្តរស័ក្តិថ្មីនេះនិងបានណែនាំដល់យោធិនដែលត្រូវបានថ្នាក់ដឹកនាំគ្រប់ថ្នាក់សម្រាប់ផ្ដល់ទំនុកចិត្តដំឡើងឋានន្តរស័ក្តិនៅពេលនេះត្រូវបានបន្តខិតខំប្រឹងប្រែងបំពេញភារកិច្ចតាមបទបញ្ជានិងការណែនាំរបស់មេបញ្ជាការកងឯកភាពតាមឋានានុក្រមឲ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀតជាមួយនោះដែរយោធិនគ្រប់រូបត្រូវតែស្មោះត្រង់ដាច់ខាតចំពោះជាតិសាសនានិងព្រះមហាក្សត្រត្រូវចូលរួមជាមួយកងយោធពលខេមរភូមិន្ទនៅគ្រប់បណ្ដាអង្គភាពការពារបានបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាយើងហើយត្រូវចូលរួមយ៉ាងសកម្មក្នុងការកែតម្រង់កងយោធពលខេមរភូមិន្ទឲ្យទទួលបានជោគជ័យ